FMIS ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាដោយផ្ដោតទៅលើលទ្ធផលនិងសមិទ្ធកម្មព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុឲ្យមានតម្លាភាពនិងប្រសិទ្ធភាពការប្រើនៅបច្ចេកវិទ្យាព័ត៌មាននេះវាមានកិច្ចការ3នឹងតម្លាភាពប្រសិទ្ធភាពមានប្រសាសន៍នៅក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងស្ដីពីការប្រើប្រាស់ FMIS នៅថ្ងៃទី31 ខែមីនាឆ្នាំ2026 ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានគូបញ្ជាក់ថា FMIS ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាដោយផ្ដោតទៅលើលទ្ធផលនិងសមិទ្ធកម្មព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុឲ្យមានតម្លាភាពនិងប្រសិទ្ធភាពស្របតាមកម្មវិធីកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាឲ្យក្លាយជាប្រព័ន្ធមួយដែលផ្ដោតទៅលើលទ្ធផលឬសមិទ្ធកម្មនិងមានលក្ខណៈវិមជ្ឈការស្របតាមស្តង់ដារនិងឧត្តមមានវត្តឯកឧត្តមបណ្ឌិតសភាចារ្យបានគូរំលឹកបន្ថែមថាតាមរយៈទិន្នន័យពីក្រសួងស្ថាប័នចំនួន16ដែលបានអនុវត្តនីតិវិធីតាម FMIS ទាំងស្រុងការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុងបានកាត់បន្ថយរយៈពេលនៃការទូទាត់ថវិកាជូនអ្នកផ្គត់ផ្គង់ឬអ្នកទទួលផលមកនៅត្រឹមតែ9ថ្ងៃប៉ុណ្ណោះជាមធ្យមក្នុងឆ្នាំ2025បើប្រៀបធៀបនឹងការប្រើរយៈពេលជាច្រើនខែមុនពេលអនុវត្តនីតិវិធីតាម FMIS ទាំងស្រុងទន្ទឹមនេះឯកឧត្តមបណ្ឌិតសភាចារ្យបានជំរុញឲ្យក្រសួងស្ថាប័ននិងអង្គភាពពាក់ព័ន្ធបន្តពង្រឹងភាពជាម្ចាស់និងការទទួលខុសត្រូវក្នុងការរៀបចំធនធានមនុស្សបង្កើនសមត្ថភាពមន្ត្រីក៏ដូចជាត្រៀមខ្លួនចូលរួមវគ្គបណ្ដុះបណ្ដាលនានាសម្ដៅធានាការប្រើប្រាស់ FMIS ឲ្យកាន់តែមានប្រសិទ្ធភាពស្របពេលជាមួយគ្នានេះដែរក្រុមការងារបច្ចេកទេសត្រូវបន្តអភិវឌ្ឍនិងធ្វើនវានុវត្តន៍ប្រព័ន្ធជាបន្តបន្ទាប់ដើម្បីបង្កើនភាពងាយស្រួលនិងសុវត្ថិភាពជូនអ្នកប្រើប្រាស់គួរបញ្ជាក់ជូនថាក្រុមការងារ FMIS សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS ចាប់តាំងពីការអនុវត្តជំហានទី1រហូតមកដល់បច្ចុប្បន្នរួមមានការដាក់ឲ្យប្រើប្រាស់នៅការដ្ឋានសរុបចំនួន384ការដ្ឋានមុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន8មុខងារសន្តានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន22ប្រព័ន្ធរបាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន74របាយការណ៍និងអ្នកកំពុងប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន3823នាក់ដោយឡែកសម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS Portal ចំនួនទី1មានចំនួន1860ការដ្ឋាននិងអ្នកប្រើប្រាស់ប្រព័ន្ធនេះសរុបចំនួន3571នាក់ទន្ទឹមនឹងការពង្រីកការដ្ឋានការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុងក៏ត្រូវបានដោយអនុវត្តរួចរាល់នៅក្រសួងស្ថាប័នចំនួន28រួមទាំងអង្គភាពថវិកាអាណាបកផ្ទេរសិទ្ធិពេញលេញចំនួន101អង្គភាពថវិកាអាណាបកផ្ទេរសិទ្ធិមិនពេញលេញចំនួន18រដ្ឋបាលក្រុងស្រុកខណ្ឌចំនួន95មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តទាំង25និងគ្រឹះស្ថានសាធារណរដ្ឋបាលចំនួន9ដើម្បីការអនុវត្ត FMIS កាន់តែរលូនឯកឧត្តមបណ្ឌិតសភាចារ្យក៏បានស្នើឲ្យថ្នាក់ដឹកនាំនិងមន្ត្រីជំនាញតំណាងក្រសួងស្ថាប័ននិងអង្គភាពពាក់ព័ន្ធឲ្យបន្តចូលរួមវគ្គបណ្ដុះបណ្ដាលនានាដែលរៀបចំដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅនៅទិដ្ឋភាពបច្ចេកទេសនិងអត្ថប្រយោជន៍នៃការប្រើប្រាស់ FMIS ជាពិសេសត្រូវតម្កល់ស្មារតីឧត្តមនិយមនៃផលប្រយោជន៍រួមដោយទុកដោយឡែកនៅប្រយោជន៍បុគ្គលក្នុងពេលបំពេញការងារសម្ដៅរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិនិងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ